បាទសូមជម្រាបសួរអរអ្នកបងប្អូនទាំងអស់គ្នាដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នៅថ្ងៃនេះខ្ញុំមានមេរៀនមួយអឺដែលមានចំណងជើងថាទំនួលខុសត្រូវរបស់ក្រុមជំនុំ The responsible of the church ដែលដកស្រង់ចេញពីព្រះគម្ពីរថេសាឡូនីកខ្សែទី1ចំពោះទី4ខទី17ហើយនិងខ18បាទខ្ញុំសូមអានឲ្យស្ដាប់តែម្ដងបាទចំពោះទី4ខ17ហើយ18រួចយើងរាល់គ្នាដែលកំពុងតែរស់នៅក៏នឹងបានលើកឡើងទៅក្នុងពពកជាមួយគ្នាទាំងអស់ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនីអាកាសយ៉ាងនោះយើងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅដូច្នេះចូលកំសាន្តចិត្តគ្នាទៅវិញទៅមកដោយដំណើរនេះចុះបាទអញ្ចឹងយើងមើលនៅក្នុងព្រះគម្ពីរថេសាឡូនីកខ្សែទី1ចំពោះទី4ខ17ដល់18នេះគឺយើងនឹងថាក្នុងពេលអនាគតនឹងមានគ្រាមួយគេហៅថាគ្រាឆក់យកអញ្ចឹងគ្រាឆក់យកតែអ្នកណាដែលជាអ្នកដែលកើតជាថ្មីនៅក្នុងព្រះអ្នកដែលមានសេចក្តីជំនឿនៅក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទតែមួយគត់អ្នកដែលផ្លាស់ប្រែ repentance ហើយ faith អ្នកដែលមានសេចក្តីជំនឿលើអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទតែមួយព្រះនឹងឆក់យកយើងទៅមុនតែមុនពេលដែលព្រះអង្គឆក់យកយើងទៅព្រះបានមានបន្ទូលថាចូលអ្នកកំសាន្តចិត្តគ្នាទៅវិញទៅមកដោយដំណើរនេះចុះយើងជាក្រុមជំនុំយើងត្រូវការកំសាន្តចិត្តគ្នាទៅវិញទៅមកយើងត្រូវការលើកទឹកចិត្តគ្នាទៅវិញទៅមកជាពិសេសក្នុងនាមយើងជា pastor ឬក៏ជាបេសកជនឬក៏ហៅថាខ្មែរយើងជាគ្រូកងវិលអ្នកដឹកនាំក្រុមជំនុំយើងត្រូវការលើកទឹកចិត្តដល់សមាជិកនៃក្រុមជំនុំអំពីដំណើរដែលទ្រង់នឹងយាងមកតាមរយៈគ្រាឆក់យកដែលទ្រង់មកត្រឹមពពកហើយទ្រង់បានឆក់យកយើងទៅជួបទ្រង់នៅឯនីពពកនេះជាការមួយដែលសំខាន់នេះជាការមួយដែលអស្ចារ្យមែនទែនដែលយើងរាល់គ្នារំពឹងដែលយើងចង់បានការទៅនេះមែនទែនប៉ុន្តែមុនការទាំងអស់នឹងកើតមានឡើងព្រះចង់ឲ្យយើងកំសាន្តចិត្តគ្នាទៅវិញទៅមកយើងតែជាជួបបញ្ហាយើងតែមានបញ្ហានៅក្នុងជីវិតរបស់យើងដែលជាកូនរបស់ព្រះតែព្រះអង្គចង់ឲ្យយើងកំសាន្តចិត្តគ្នាទៅវិញទៅមកដូច្នេះហើយបានជានៅក្នុងក្រុមជំនុំយើងត្រូវការមានការប្រកបគ្នាណាការប្រកបគ្នាការដែលយើងប្រកបគ្នាការយើងញ៉ាំកាហ្វេការដែលយើងញ៉ាំនំជួបជុំគ្នាហើយយើងអធិដ្ឋានជាមួយគ្នាយើងសិក្សាពីព្រះបន្ទូលជាមួយគ្នាលើកទឹកចិត្តជាមួយនឹងគ្នានោះហៅថាការយើងកំសាន្តចិត្តគ្នាទៅវិញទៅមកការលើកទឹកចិត្តគ្នាទៅវិញទៅមកនេះជាទំនួលខុសត្រូវរបស់ក្រុមជំនុំមិនមែនតែគ្រូកងវិលមួយទេតែវាជាសមាជិករបស់ក្រុមជំនុំទាំងមូលតែម្ដងអញ្ចឹងយើងមើលនៅចំណុចទី1 be watchful អញ្ចឹងក្នុងនាមយើងជាសមាជិកនៃក្រុមជំនុំទី1គឺយើងត្រូវតែប្រយ័ត្នយ៉ាងម៉េចប្រយ័ត្នយើងមើលនៅក្នុងព្រះគម្ពីរថេសាឡូនីកខ្សែទី1ចំពោះទី5ខទី6ណាដូច្នេះត្រូវឲ្យយើងចាំយាមហើយដឹងខ្លួនមិនត្រូវឲ្យដេកលក់ដូចជាមនុស្សឯទៀតទេចង់និយាយថាម៉េចព្រះជាម្ចាស់មិនហាមយើងមិនឲ្យយើងគេងទេណាយើងគេងសាច់ឈាមយើងខ្សោយយើងត្រូវការគេងតែនៅត្រង់កន្លែងនេះទ្រង់ចង់ប្រាប់យើងថាឲ្យយើងចេះប្រុងប្រយ័ត្នឲ្យយើងយកពេលវេលានៅក្នុងការដែលយើងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់កុំភ្លេចបង់ក្នុងការដែលយើងអានព្រះបន្ទូលរបស់ព្រះកុំភ្លេចនៅក្នុងការដែលយើងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ឲ្យសោះទ្រង់ចង់មានទ្រង់ចង់ប្រាប់យើងគឺកន្លែងហ្នឹងកុំភ្លេចនៅក្នុងការដែលយើងអានព្រះបន្ទូលរបស់ព្រះកុំភ្លេចនៅក្នុងការដែលយើងត្រូវទៅក្រុមជំនុំយើងជាកូនរបស់ព្រះយើងត្រូវការទៅក្រុមជំនុំត្រូវការទៅព្រះវិហារសូមកំមានអំណួតអូខ្ញុំនៅផ្ទះខ្ញុំអធិដ្ឋានខ្ញុំស្អាតកាពីដល់ខ្លួនឯងក៏បានខ្ញុំបាត់ទៅព្រះវិហារក៏បាន no យើងត្រូវការទៅក្រុមជំនុំដើម្បីស្ដាប់ពីព្រះបន្ទូលរបស់ព្រះយើងត្រូវការទៅក្រុមជំនុំដើម្បីយើងនឹងអាចច្រៀងសរសើរដំកើងព្រះជាមួយនឹងបងប្អូនប្រុសស្រីអ្នកដែលរួមសេចក្តីជំនឿជាមួយនឹងគ្នា
bởi dương ốc trong nơi tia trong ăn than các bạn ní cứ chia sẻ đây ông nụ ní chi ở vây đại rẽ sa tăng trong bàn mình thế dương chỉ cô nó bọc bè dương trời ca sầm rọp chung môi nâng cru cùng việc dương trời ca sờ lạnh cru cùng việc dương trời ca sờ lạnh bong ôn pro xây room sẽ để chung đưa chung môi kia đôi khi này hai nga tết tới tại chliết pel này không ca để tới krom chungแต่ក្រុមជំនុំណាដែលយកព្រះបន្ទូលរបស់ព្រះជាទី1ជាសំខាន់ព្រះឲ្យយើងចាំជាហើយដឹងខ្លួនមិនត្រូវឲ្យដេកលក់មានន័យថាមិនឲ្យយើងកុំឲ្យភ្លេចឲ្យសោះកុំឲ្យយើងភ្លេចនៅក្នុងការដែលយើងអធិដ្ឋានកុំឲ្យភ្លេចនៅក្នុងការដែលយើងអានពីព្រះបន្ទូលរបស់ព្រះឲ្យសោះសំខាន់ណាស់អញ្ចឹងត្រូវតែប្រយ័ត្នហើយនេះបានយើងធ្វើប្រយ័ត្នពីព្រោះអារក្សសាតាំងវាចាំតែសង្គ្រប់យើងតែប៉ុណ្្នឹងដូច្នេះយើងត្រូវការប្រយ័ត្នយើងត្រូវការទៅក្រុមជំនុំដើម្បីស្ដាប់ពីព្រះបន្ទូលរបស់ព្រះជាការមួយដែលវិសេសកុំតាំងខ្លួនជាទូឯកឯសោះពីព្រោះអារក្សវានឹងចាប់យើងវានឹងបំបែកយើងចេញពីក្រុមជំនុំយើងធ្វើការរួបរวมគ្នាដូចជាសត្វឈាមអញ្ចឹងសត្វឈាមធ្វើការរួបរวมគ្នាយើងមិនអាចធ្វើជាជាមួយដែលទៅឆ្ងាយបានទេចចកងាយស៊ីតែបើឈាមរួបរวมគ្នាឃើញថាសុភមង្គលឃើញភាពសាមគ្គីរបស់សត្វឈាមយើងដូចជាកូនឈាមរបស់ព្រះយើងត្រូវការអ្នកគង្វាលគឺព្រះជាម្ចាស់ជាអ្នកដឹកនាំជាអ្នកដែលផ្ដល់អាហារដល់យើងដូច្នេះយើងត្រូវតែប្រយ័ត្នអារក្សវាចាំតែបំបែកបំបាក់យើងតែប៉ុណ្ណោះអារក្សវាតែងតែបំបែកបំបាក់យើងឲ្យដាក់ថ្ងៃទឹកខ្ញុំរវល់ខ្ញុំអត់ចង់ទៅក្រុមជំនុំទាល់តែសោះអូខ្ញុំអស់កម្លាំងមែនទេ no យើងត្រូវការទៅក្រុមជំនុំទៅស្ដាប់ពីព្រះបន្ទូលរបស់ព្រះទៅជឿសរសើរដំណការព្រះទៅរួបរวมជាមួយនឹងបងប្អូនប្រុសស្រីនៅក្នុងរួមសេចក្តីជំនឿជាមួយគ្នានៅក្រៅក្រុមជំនុំជាការមួយដែលសំខាន់មែនទេអ្វីដែលយើងប្រយ័ត្នគឺប្រយ័ត្នអ្នកដែលចង់បំបែកបំបាក់យើងគឺអរិយសតាំងចំណុចទី2ការគោរពគ្នាទៅវិញទៅមកត្រូវការគោរពគ្នានៅក្នុងខទី12តែបងប្អូនអើយយើងខ្ញុំអង្វរអ្នករាល់គ្នាថាចូលចំណាំឲ្យស្គាល់ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នានិងពួកអ្នកដែលនាំមុខអ្នករាល់គ្នាក្នុងព្រះអង្គម្ចាស់ហើយនិងពួកអ្នកដែលទូមានដែរដើម្បីឲ្យបានរាប់អានជាខ្លាំងចំពោះពួកអ្នកយ៉ាងនោះដោយសេចក្តីស្រឡាញ់ដោយព្រោះការដែលគេធ្វើចូលនៅជាមួយគ្នាដោយមេត្រីចោះយើងឃើញទេនៅក្នុងព្រះគម្ពីរបានប្រាប់ទេបងប្អូនយើងខ្ញុំអង្វរអ្នករាល់គ្នាថាចូលចំណាំឲ្យស្គាល់ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នានិងពួកអ្នកដែលនាំមុខគឺសំដៅលើលោកគ្រូគង្វាលរបស់យើងសំដៅទៅលើអ្នកដែលជួយកិច្ចការនៅក្នុងក្រុមជំនុំរបស់យើងត្រូវការរួបរวมយើងត្រូវការលើកទឹកចិត្តដល់លោកគ្រូរបស់យើងហើយលោកគ្រូរបស់យើងក៏ត្រូវការលើកទឹកចិត្តនិងជួយដល់សមាជិកនៃក្រុមជំនុំការគោរពគ្នា respect ការគោរពគ្នាទៅវិញទៅមកពេលនោះក្រុមជំនុំរបស់យើងនឹងរីកចម្រើន pastor ត្រូវការសហការគ្នាទៅវិញទៅមក pastor ត្រូវការទំនាក់ទំនងគ្នាទៅវិញទៅមកលោកគ្រូគង្វាលត្រូវការទំនាក់ទំនងគ្នាជាការដែលសំខាន់ការគោរពគ្នាទៅវិញទៅមកជាបញ្ហានៅពេលខ្លះគ្រូគង្វាលជួនកាលមានបញ្ហាមានអំនួតដែរនៅពេលដែលគ្រូគង្វាលមានលុយមានឡានជួនកាលមានអំនួតនេះជាបញ្ហាតែអ្វីដែលយើងចង់បានការដាក់ខ្លួនពីព្រោះព្រះយេស៊ូវគ្រីស្ទយាងពីនគរឋានសួគ៌មកគឺទ្រង់បន្ទាបខ្លួននៅកន្លែងដែលទ្រង់ប្រសូតគឺក្រោលសត្វការបន្ទាបខ្លួនទោះបីយើងជាអ្នកដែលមានចំណេះដឹងឬក៏យើងជាអ្នកដែលមាន
lùi bên ở quay bài giang tai complete ca đặt luôn ca bẩn tiệp luôn ní hai thằng ca group kia từវិញទៅមកអត់មានក្រមាននៅក្នុងក្រុមជំនុំទេត្រូវការស្មើគ្នាទាំងអស់ហើយយើងជាសមាជិកត្រូវការគ្រប់គ្រូគង្វាលរបស់យើងចំណុចទី3ត្រូវមានស្មារតី be mindful ត្រូវមានស្មារតីតើត្រូវមានស្មារតីយ៉ាងម៉េចបងប្អូនអើយយើងខ្ញុំទូមានអ្នករស់គ្នាបន្ទោសដល់ពួកអ្នកដែលគ្មានសណ្ដាប់ធ្នាប់ហើយជួយកំសាន្តដល់ពួកអ្នកណាដែលសេចក្តីទុនក្រំចិត្តទាំងគង់ពីពួកអ្នកដែលខ្សោយនិងអត់អោនចំពោះមនុស្សទាំងអស់គ្នាចូលប្រយ័ត្នកុំឲ្យអ្នកណាធ្វើអំពើអាក្រក់ស្នងនឹងអំពើអាក្រក់ឡើយចូលដេញតាមការល្អជាដល់គ្នាទៅវិញទៅមកហើយដល់មនុស្សផងទាំងឡាយ Amen praise God ព្រះបានប្រាប់ថាយើងខ្ញុំទូមានដល់អ្នករាល់គ្នាបន្ទោសដល់ពួកអ្នកដែលគ្មានសណ្ដាប់ធ្នាប់នៅពេលដែលអ្នកណាមួយគ្មានសណ្ដាប់ធ្នាប់នៅក្នុងក្រុមជំនុំឧទាហរណ៍ញ៉ាំឲ្យចោលទៅពីទៅពីឬទៅពេលដែលថ្វាយបង្គំព្រះលេងថ្វាយបង្គំព្រះយកទូរស័ព្ទមកនិយាយថ្វាយបង្គំព្រះអត់មើលព្រះគម្ពីរទេតែមើលទូរស័ព្ទមើល Facebook មើល TikTok play game លេង game ផ្សេងយើងត្រូវការបន្ទោសគេណាព្រះបន្ទូលរបស់ព្រះបានប្រាប់ថានៅក្នុងខទី14ទូមានអ្នករាល់គ្នាបន្ទោសដល់ពួកអ្នកដែលគ្មានសណ្ដាប់ធ្នាប់យើងត្រូវការបន្ទោសត្រូវការអប់រំទេកុំលេងកុំបើកទូរស័ព្ទនៅពេលដែលថ្វាយបង្គំព្រះត្រូវតែស្លៀកពាក់ឲ្យបានសមរម្យស្ត្រីស្លៀករ៉ូបស្លៀកសំពត់វែងបុរសស្លៀកខោវែងពាក់អាវសមរម្យមិនមែនអាវវាក្លៀកមកក្រុមជំនុំទេយើងត្រូវការប្រាប់ទេពេលដែលយើងថ្វាយបង្គំព្រះហើយព្រះបន្ទូលរបស់ព្រះបានសម្ដែងថាហើយជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្តីទុនក្រំចិត្តយើងនឹងថានៅក្នុងសមាជិកក្រុមជំនុំមានសមាជិកជាច្រើនដែលមានបញ្ហាដោយនៅក្នុងក្រុមជំនុំរបស់ខ្ញុំមានយុវនារីម្នាក់គាត់នៅតែឯងដោយសារម៉ាក់របស់គាត់ត្រូវទៅឯភ្នំពេញគាត់នៅតែឯងគាត់ក្រៀមក្រុមចិត្តហើយខ្ញុំនឹងគ្រួសារឲ្យនាំសមាជិកព្រះហាមួយចំនួនទៅលេងគ្រួសារគាត់ទៅកំសាន្តចិត្តនៅគ្រួសាររបស់គាត់យើងបង្កើតកម្មវិធីបុកល្ហុងញ៉ាំកាហ្វេជួបជុំគ្នាលើកទឹកចិត្តគាត់ដើម្បីផ្ដល់ឲ្យគាត់មានអារម្មណ៍ថាមានគ្រួសារនៅក្នុងព្រះជាម្ចាស់ដែលតែងតែជួយយើងរៀងខ្លួនណាបាទតែងតែជួយលើកទឹកចិត្តយើងហើយនៅក្នុងខទី15ចូលប្រយ័ត្នកុំឲ្យអ្នកណាធ្វើអំពើអាក្រក់ស្នងនឹងអំពើអាក្រក់ឡើយគេខឹងយើងកុំខឹងគេជេរយើងកុំជេរគេវាយយើងកុំវាយគេมันអាចស្នងអំពើអាក្រក់តទល់ជាមួយនឹងអំពើអាក្រក់ទេព្រះឲ្យយើងស្ងប់មកគេខឹងយើងអូខេខ្ញុំសូមចាក់ចេញទៅអរគុណច្រើនតែពេលយើងផ្សាយដំណឹងល្អបើគេមិនទទួលថ្ងៃអរគុណច្រើនខ្ញុំជម្រាបឆ្លៀសិនអរគុណច្រើននៅមុខអញឹមបាទមុខអញឹមចូលដេញតាមការល្អជាដរាព្រះចោលយើងដេញតាមការល្អដល់គ្នាទៅវិញទៅមុខហើយដល់មនុស្សផងទាំងឡាយព្រះចង់ឲ្យយើងដេញតាមសេចក្តីល្អវិញអញ្ចឹងហើយយើងអរគុណព្រះយើងឃើញនៅក្នុងសង្គម Facebook គឺមានគ្រីស្ទានជាច្រើនតែងតែធ្វើអំពើល្អតែងតែចែកកាដូតែងតែជួយយកការអ្នកខ្លះទិញអង្ករអ្នកខ្លះទិញមីចែកដល់អ្នកដែលខ្វះខាតហើយអ្នកខ្លះជួយជាសម្ភារៈជួយជាខោអាវបាទហើយ
បើដូចជាសាលារបស់ខ្ញុំបើកសាលាហើយយើងជួយដល់ក្មេងៗណាដែលខ្វះខាតយើងអត់យកលុយក្មេងណាដែលមានលុយគ្រាន់បើយើងយកខ្លះដើម្បីយើងអាចមានថវិកាក្នុងការទិញម្ហូបអាហារញ៉ាំដែរយើងជួយយើងដេញតាមការល្អព្យាយាមនៅក្នុងការធ្វើល្អដល់អ្នកដទៃចំណុចទី4ចូលអធិដ្ឋានឲ្យខ្លាំង be prayerful យើងត្រូវការទៅថាអញ្ចឹងនៅក្នុងក្រុមជំនុំរបស់យើងត្រូវការលើកទឹកចិត្តដល់សមាជិកក្នុងក្រុមជំនុំនៅក្នុងការដែលយើងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់អធិដ្ឋានឲ្យខ្លាំង pray to God នៅក្នុងព្រះគម្ពីរថេសាឡូនីកខ្សែទី1ចំពុកទី5ខ17 pray without ceasing pray without ceasing យើងត្រូវការអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ pray without ceasing យើងត្រូវការអធិដ្ឋានទៅកាន់ព្រះអធិដ្ឋានអត់ជប់ឈរចូលអធិដ្ឋានអត់ជប់ឈរព្រះចង់ឲ្យយើងអធិដ្ឋានទៅកាន់ទ្រង់កូនត្រូវការនិយាយទៅកាន់ឪពុកចុះបើសិនជាកូនមិននិយាយទៅកាន់ឪពុកសំណួរថាតើមានទំនាក់ទំនងចិត្តស្និទ្ធជាមួយនឹងឪពុកទេ No តើឪពុកចង់ផ្ដល់អ្វីដល់កូនទេ No ដោយសារគេកូនក៏អត់មានទំនាក់ទំនងជាមួយនឹងឪពុកមិនមែនចាំតែឪពុកមកនិយាយជាមួយកូនទេតែកូនត្រូវការនិយាយជាមួយនឹងឪពុកយើងជាកូនរបស់ព្រះយើងត្រូវការនិយាយទៅកាន់ព្រះជាម្ចាស់របស់យើងព្រឹកថ្ងៃត្រង់ល្ងាចគ្រប់ពេលវេលាយើងអាចសញ្ជឹងចិត្តយើងអាចនិយាយកាន់ព្រះជាម្ចាស់ទោះបីយើងជិះកង់ឬជិះម៉ូតូមិនមែនថានៅពេលដែលយើងអធិដ្ឋានយើងត្រូវតែបិទភ្នែកនោះទេយើងបើកភ្នែកតែអារម្មណ៍និងចិត្តរបស់យើងអាចនិយាយទៅកាន់ព្រះអូខ្ញុំអរគុណព្រះជាម្ចាស់សម្រាប់នៅថ្ងៃនេះដែលខ្ញុំអាចធ្វើដំណើរទៅបង្រៀនគេខ្ញុំអរគុណព្រះជាម្ចាស់សម្រាប់ថ្ងៃនេះខ្ញុំអាចនឹងទៅជួយគេខ្ញុំអាចទៅផ្សាយដំណឹងល្អអរគុណព្រះសម្រាប់ម្ហូបអាហារដែលព្រះអង្គបានប្រទានឲ្យនោះហើយគឺជាការដែលយើងមានទំនាក់ទំនងជាមួយនឹងព្រះវរបិតារបស់យើងអធិដ្ឋានបានខ្លាំងចំណុចទី5ចូលស្មោះត្រង់ be faithful ចូលស្មោះត្រង់ថេសាឡូនីកខ្សែទី1ចំពុកទី5ខ18និងខ19រហូតដល់28ឥឡូវយើងមើលហេតុអីបានចូលស្មោះត្រង់កន្លែងហ្នឹងព្រះត្រូវការភាពស្មោះត្រង់របស់យើងមិនអាចកុហកព្រះបានទេយើងអាចកុហកអ្នកដទៃតែយើងមិនអាចកុហកព្រះទេព្រះអាចអានចិត្តគំនិតរបស់យើងបានទាំងអស់ដូច្នេះហើយបានរៀងរាល់ពេលវេលាយើងត្រូវការអធិដ្ឋានសូមព្រះជាម្ចាស់សូមទ្រង់បានអត់ទោសបាបដល់ទូលបង្គំមានពេលវេលាជាច្រើនដែលមិនបានស្មោះត្រង់ចំពោះព្រះមានពេលវេលាជាច្រើនដែលទូលបង្គំមិនបានអានព្រះបន្ទូលរបស់ព្រះយើងអធិដ្ឋានសូមព្រះជាម្ចាស់បានអត់ទោសបាបដល់យើងអត់ទោសដល់កូនដែលកូនមិនបានចំណាយពេលនៅក្នុងការអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ដោយសារត្រូវការអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ដែរអូខេកូនសម្លាញ់បាទអញ្ចឹងចូលស្មោះត្រង់ចំពោះព្រះជាម្ចាស់ណាសារៈចូលស្មោះត្រង់ចំពោះព្រះជាម្ចាស់ចូលស្រឡាញ់ដល់ព្រះជាម្ចាស់អូខេចាមែនចាចូលស្រឡាញ់ដល់ព្រះជាម្ចាស់ be faithful ត្រូវតែស្មោះត្រង់ចំពោះព្រះទ្រង់ល្អបំផុតសម្រាប់យើងទ្រង់ស្រឡាញ់យើងអ្វីដែលយើងធ្វើត្រូវតែស្មោះត្រង់បើសិនជាព្រះឲ្យយើងធ្វើជាគ្រូបង្រៀនសាលាថ្ងៃអាទិត្យចូលស្មោះត្រង់ក្នុងការដែលយើងនៅធ្វើជាគ្រូដ៏ស្មោះត្រង់បង្រៀនសាលាថ្ងៃអាទិត្យបើយើងជាគ្រូគង្វាលត្រូវតែស្មោះត្រង់ក្នុងនាមជាគ្រូគង្វាលបើយើងជាគ្រូបង្រៀននៅក្នុងក្រុមជំនុំរបស់យើងត្រូវតែស្មោះត្រង់ក្នុងនាមជាគ្រូបង្រៀនរបស់យើងស្មោះត្រង់ទាំងពេលវេលាស្មោះត្រង់ទាំងការដែលយើងព្យាយាមនៅក្នុងការបង្ហាត់បង្រៀនអ្នកដទៃចូលស្មោះត្រង់ចូល be faithful នេះជាការមួយដែលសំខាន់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ Amen Thank you very much អរគុណច្រើន